វីដេអូដែលមានភាពលម្អិតខ្ពស់និងមានស្ទីលភាពយន្តដោយផ្អែកលើវីដេអូដើមរក្សាឲ្យបានដូចគ្នានូវតួអង្គឬវត្ថុសំខាន់បរិយាកាសទីតាំងសកម្មភាពចលនាពេលវេលានិងអារម្មណ៍ទូទៅរបស់វីដេអូដើមប៉ុន្តែធ្វើឲ្យលទ្ធផលចុងក្រោយមានភាពប្រាកដនិយមស្រស់ស្អាតនិងទាក់ទាញចាប់ផ្ដើមវីដេអូដោយទិដ្ឋភាពបើកឆាកដែលអាចទាក់ទាញចំណាប់អារម្មណ៍អ្នកមើលភ្លាមបង្ហាញបរិយាកាសជុំវិញឲ្យបានច្បាស់រួមមានផ្ទៃខាងក្រោយពន្លឺបរិយាកាសវត្ថុផ្សេងវាយនភាពនិងព័ត៌មានលម្អិតតូចនៅក្នុងឈុតតួអង្គសំខាន់ត្រូវរក្សារូបរាងឲ្យមានភាពស៊ីសង្វាក់គ្នាពេញមួយវីដេអូចលនារាងកាយកាយវិការការបញ្ចេញអារម្មណ៍និងការធ្វើអន្តរកម្មជាមួយបរិយាកាសត្រូវមានភាពធម្មជាតិនិងគួរឲ្យជឿជាក់តាមដានសកម្មភាពពីដើមដល់ចប់ដោយរលូនប្រើចលនាកាមេរ៉ាដែលមានលក្ខណៈវិជ្ជាជីវៈដូចជាការថតតាមពីក្រោយយឺតការថតជិតការថតពាក់កណ្ដាលនិងការថតទូលាយតាមភាពសមស្របកាមេរ៉ាគួរមានអារម្មណ៍ដូចជាត្រូវបានថតដោយអ្នកថតវីដេអូអាជីពមិនមែនចលនាដោយចៃដន្យឬមិនធម្មជាតិឡើយផ្ដោតលើចលនាដែលមានភាពប្រាកដនិយមនិងច្បាប់រូបវិទ្យាធម្មជាតិរាល់ចលនាត្រូវមានទម្ងន់ល្បឿនសន្ទុះនិងប្រតិកម្មដែលគួរឲ្យជឿជាក់វត្ថុផ្សេងត្រូវមានអន្តរកម្មជាមួយបរិយាកាសយ៉ាងធម្មជាតិបន្ថែមចលនាបរិយាកាសតូចដូចជាខ្យល់ស្លឹកឈើធ្វើចលនាធូលីស្រមោលការឆ្លុះពន្លឺឬសកម្មភាពនៅផ្ទៃខាងក្រោយដើម្បីធ្វើឲ្យឈុតមើលទៅមានជីវិតនិងមិនស្ងៀមស្ងាត់ពេកប្រើការរៀបចំស៊ុំភាពយន្តដែលមានជម្រៅល្អទស្សនវិស័យប្រាកដនិយមនិងការបែងចែកផ្ទៃខាងមុខនិងផ្ទៃខាងក្រោយយ៉ាងស្អាតពន្លឺត្រូវមានលក្ខណៈធម្មជាតិនិងសមស្របទៅនឹងពេលវេលានិងបរិយាកាសក្នុងវីដេអូរក្សាល្បឿននៃវីដេអូឲ្យស្របទៅនឹងវីដេអូដើមការផ្លាស់ប្ដូរពីឈុតមួយទៅឈុតមួយត្រូវរលូននិងធម្មជាតិចាប់ផ្ដើមដោយឈុតដែលទាក់ទាញបន្តដោយសកម្មភាពគួរឲ្យចាប់អារម្មណ៍ហើយបញ្ចប់ដោយពេលវេលាដែលធ្វើឲ្យអ្នកមើលចង់មើលរហូតដល់ចប់ប្រើគុណភាពរូបភាពបែប photorealistic មានព័ត៌មានលម្អិតខ្ពស់វាយនភាពប្រាកដនិយមស្បែកនិងសក់ធម្មជាតិសម្លៀកបំពាក់មានចលនាសមរម្យស្រមោលពិតប្រាកដពន្លឺបែបភាពយន្តនិងគុណភាពវីដេអូ High Definition សូមចុច Like និងចុច Share Follow ផងដើម្បីបានវីដេអូថ្មី